មនុស្សមកពីណាមិនក៏ដេកដួលនៅត្រង់នេះអ្នកក្រោកឡើងតាមមានរឿងអ្វីកាត់ឡើងនឹងខ្ញុំខ្ញុំទេពធីតាស្រស់ស្អាតណាស់បងសារិកាខ្លួនគេជាប្រំតាយើងជួយច្បាស់ថាមានបញ្ហាអ្វីទេបងបាទបើតាមបងមើលទឹកមុខអ្នកកំឡោះនេះស្លូតបូតទេអាចទុកចិត្តបានគិតថាជួយគេយកប៉ុនទៅណាក្នុងគ្រួសារមួយមានជីវភាពតោកយ៉ាកគេឃើញកូនកំឡោះអ្នកឡើងថ្នោតពីររូបដែលមានមៀតមមសង្ហាលើកំឡោះក្នុងភូមិឈ្មោះនីតូចនិងនីធំព្រឹកមួយមន់រងាវព្រះអាទិត្យក្រហមពីទិសខាងកើតបរោះជីប្អូនបានដាក់បរោះជីបងជាច្រើនដងដើម្បីទៅដួសទឹកថ្នោតជាមួយគ្នារកប្រាក់ចិញ្ចឹមជីវិតបងភ្ញាក់ឡើងថ្ងៃចាំងគូតហើយប្រឹងសងំដេកដងកាលទៀតអូយអញដើរទៅមុនបងទៅបន្តិចទៀតបងទៅតាមក្រោយមនុស្សកំពុងដេកលក់ស្រួលផងអើយមុនក្រោយអីទេបងបើខ្ញុំទៅមុនរួចចុះនរណាកាន់កំពង់ទឹកថ្នោតនរណាកាន់ខ្វែវហើយរែកបាយទឹកផងនោះអត់ទេងើបមកទៅជាមួយគ្នាបរោះជីបងធុញនឹងសម្លេងដដែលរបស់នីតូចទៅក្រោកឡើងទាំងមួម៉ៅរួចដេញតបប្អូនទាំងកំរោលអូយបាក់ចកេះខ្ញុំហើយបងលេងធ្ងន់ម៉េះអាណាឲ្យឯងស្ដាប់យើងធ្វើអីប្រាប់ហើយថាទៅតាមក្រោយយល់អត់បានបើអញ្ចឹងយើងចែកភារកិច្ចគ្នាស្មើអីវ៉ាន់ទាំងអស់នេះបងជាអ្នកកាន់ទៅតាមក្រោយឯខ្ញុំទៅឡើងថ្នោតមុនសំណាងល្អណាស់បរោះជីបងខ្នក់ចិត្តនិងគុំគួនប្អូនយ៉ាងខ្លាំងហើយក៏នឹកឃើញល្បិចចង់ធ្វើបាបនេះតូចដែលជាប្អូននៅក្នុងព្រៃអើយយើងសងំដេកបន្តិចបន្តួចបានໄວហ៊ានទុកម្រេចឲ្យយើងរែកផងហ៎ចាំមើលដល់វេនឯងម្ដងយើងនឹងលេងឲ្យចាស់ដៃហើយចាំមើលលុះដល់ពាក់កណ្ដាលភ្លឺនីធំដាក់អម្រែកសម្រាប់បន្តិចទាំងក្តីនឿយហត់កប់ជូនពេលនោះស្រាប់តែមានអ្នកភូមិម្នាក់បរទេះបោះពួយយ៉ាងលឿនទាំងមុខស្លេកស្លាំងជួយផងខ្មោចឡងនីធំលឺដូច្នោះស្រែកសួរអ្នកបរទេះពីចម្ងាយលោកអ៊ំតើខ្មោចឯណាមកលងកដាលថ្ងៃត្រង់ចេះអញ្ចឹងវានៅណាប្រាប់ខ្ញុំមកមើលវានោះនៅចុងព្រៃកើតឯនោះសក់វែងភ្នែកធំគួរឲ្យខ្លាចណាស់យើងទៅហើយយើងមិននៅទេអញ្ចឹងអ៊ំលាទៅហើយណាក្មួយឯងដើរកាត់ព្រៃស្ងាត់តែម្នាក់ឯងប្រយ័ត្នប្រយែងផងវើយនិយាយរួចអ្នកបរទេះបានចេញបាត់ទៅរីឯនីធំញញឹមយកដៃច្បូតចង្កាហាក់កំពុងនឹកឃើញនៅរឿងអ្វីម្យ៉ាងនៅក្នុងចិត្តបាទអរគុណច្រើនណាស់អ៊ំតែប៉ុណ្ណេះខ្ញុំនឹងបោកអាប្អូនកំហូចទៅឲ្យខ្មោចលងឲ្យបាសសក់ជ្រងហ្មងចាំមើលថាហើយកុំប្រកែររឿងយើងពេកមិនយូរប៉ុន្មានបងប្អូនទាំងពីរដើរមកជួបគ្នានៅក្រោមដើមត្នោតធំមួយដែលមានម្លប់ត្រជាក់ស្រេងអង្គុយអាស្រ័យបាយទឹកបាននៅម្លប់ត្នោតវាលស្រែមិនក៏យូរម៉េះបងទើបតែមកដល់ខ្ញុំម្នេះឡើងត្នោតតែម្នាក់ឯងសឹងដាច់ខ្យល់ទៅហើយបាយក៏ឃ្លានទឹកក៏ស្រេកឯបងឯងវិញដើរចម្ងាយប៉ុណ្ណឹងសោះយករួចខ្លួនស្រួលរហូតហ្មងបកកាយមាត់ច្រើនសិនទៅអាក្អូនតិចទៀតយើងនឹងបោកឯងឲ្យទៅវិញព្រៃកង្កើតមិនខាននេះចាំមើលណែទៅចុះបងមហូបបាយទឹកទេអីទឹកមុខប្លែកខុសសពមួយដងណែឬមួយក៏បងលួចប៉ាតៃនារីណាម្នាក់ទេដឹងប្រាប់ខ្ញុំមកស្រួលខ្ញុំជួយនិយាយជាមួយពុកនិងម៉ែឲ្យមានណាយើងក្រយ៉ាងនេះទៅដឹងកូនគេអាណាគេយោនោះមែនហើយបងលួចស្រឡាញ់កូនគេនៅភូមិខាងកើតឯនោះតែយ៉ាងម៉េចទៅបងតែគឺយើងក្រហ្នឹងដឹងទេក្រវាមិនមែនជាបញ្ហាទេប៉ុន្តែមនុស្សក្រដែលខ្ជិលទៅវិញទេដែលជាបញ្ហាមិនស័ក្តិសមជាមួយកូនកំមុំគេនោះនេះឯងកំពុងដៀលយើងមែនទេហ៎អាតូចដឹងខ្លួនអញ្ចឹងល្អហើយព្រោះអីបងអញវាខ្ជិលមែនទទួលស្គាល់ការពិតទៅឆាប់ចប់ត្រូវហើយបងនេះវាខ្ជិលជាអូស
សមមុខឲ្យដោយលួចស្រឡាញ់កូនស្រីគេតែម្នាក់ឯងនោះថ្ងៃនេះបងរៀបចំផ្លែឈើយកទៅជូននាងប៉ុន្តែបងគ្មានមុខទៅជួបនាងទេ ក្រឡេកមកមើលកូនស្រីក្រមុំស្ត្រីចំណាស់រស់នៅក្នុងព្រៃភ្នំដ៏សែនឆ្ងាយឈ្មោះថាផាស្យាអាណេះវិញនាងមានសម្រស់ល្អគុណអាណេះតាំងពីចុងជើងដល់សនៅព្រៃភ្នំផាសាកូនម្ដាយសពថ្ងៃនេះកូនលំបាកពេកហើយដែលមកមើលថែមនុស្សចាស់ដូចជាម៉ែនោះ ចាកូនមិនលំបាកអ្វីទេម៉ែម៉ែដឹងថាកូនស្រីច្បាស់ជាឯកាណាស់ដែលរស់នៅទីនេះព្រោះពុំដែលឃើញសពសត្វលោកខាងក្រៅម្ដងណាឡើយគ្រប់យ៉ាងមកពីម៉ែទាំងអស់ដែលមានរូបរាងកាយអាក្រក់គួរឲ្យខ្លាចប្រៀបបីដូចជាខ្មោចព្រៃរហូតដល់អ្នកភូមិគេស្អប់ខ្ពើមម៉ែបែបនេះទោះគេគ្រប់គ្នាខ្លាចម៉ែឬក៏ស្អប់ខ្ពើមម៉ែយ៉ាងណាក៏ដោយកូនស្រីម្នាក់នេះគ្មានថ្ងៃបោះបង់ម៉ែចោលឡើយកូនស្រឡាញ់ម៉ែណាស់ផាស្យាកូនស្រីម៉ែស្ត្រីចំណាស់បានក្អកធ្លាក់ឈាមមកយ៉ាងច្រើនស្ទើរតែផុតសង្ខារម្ដងកូនស្រីនេះជាគេមរតកចុងក្រោយម៉ែហើយចូលកូនយកឈើច្រត់នេះទុកគោះនឹងភ្នូសពម៉ែដើម្បីផ្សងសុំរបស់កូនចង់បានទៅថ្ងៃមុខណាដោយគ្រាន់តែគោះ7 ដងទៅកូននឹងសម្រេចប្រាថ្នាហើយលឺដែរទេចាំម៉ែតែកូនមិនទាន់សងគុណម៉ែអស់នៅឡើយទេអ្នកម៉ែក្រោកឡើងម្ដាយផាស្យាបានចាក់ចោលកូនស្រីក្រមុំទាំងក្តីអាល័យក្រោយមកផាស្យាក៏បានយកសាកសពម្ដាយទៅកប់ក្រោមដើមត្នោតមួយនៅក្បែរព្រៃភ្នំដែលនាងរស់នៅថ្លែងពីបងប្អូនទាំងពីរនាក់វិញស្របពេលឱកាសមកដល់នាយធំដែលជាបងនិយាយលួងលោមប្រឡោមសាសងទៅកាន់នាយតូចដែលជាប្អូនប្រុសថានៅក្នុងព្រៃ នេះអាតូចបងមានរឿងចង់ពិភាក្សាជាមួយប្អូនតើបានទេប្អូនសម្លាញ់បានតើបងនិយាយធម្មតាមកបងប្អូនខ្លួនឯងសោះកុំដល់ម្លឹងពេកមើលបងប្រហែលថ្ងៃនេះបងបានឮមកថាមានសទ្ធិមួយគ្រួសាររស់នៅភូមិត្រើយកង្កើនគេប្រមូលទិញទឹកត្នោតតម្លៃខ្ពស់ទ្វេដងបានតម្លៃជាងលក់នៅក្នុងភូមិទៅទៀតបងគិតថាបើសិនជាពួកយើងយកទៅលក់ឲ្យគាត់រាល់ថ្ងៃនោះពួកយើងនឹងមានជីវភាពធូរធារមិនខានទេតើប្អូនគិតមិនដែរតែជាង20ឆ្នាំមកតាំងពីខ្ញុំនៅតូចដូចមិនដែលលើពុកម៉ែប្រាប់ឬក៏និយាយថានៅត្រើយខាងកើតនោះមានសទ្ធិផងបងដូចមានតែព្រៃភ្នំទេមិនមានមនុស្សឯណាហ៊ានឆ្លងកាត់ផងតើគេទៅមកនៅមែនទេបងអត់ទេបងស្ដាប់ច្បាស់ណាស់គេមកនៅយូរហើយជឿទៅបងទៅណាបើឯងអាណិតបងចង់ឃើញបងឆាប់បានលុយទៅដឹងប្រពន្ធប្អូនត្រូវតែជួយបងណាថ្ងៃក្រោយបងនឹងជួយប្អូនវិញមិនខានទេបងសន្យាឮដូច្នោះនីតូចយល់ព្រមតាមសំណើរបស់បងប្រុសដោយឥតប្រកែកឡើយអូយបងចុកពោះណាស់អូនហក់ណេះជួយរែកបងបន្តផងបងកាន់ទឹកនឹងបាយម្ដងពួកយើងឆ្លងព្រៃនេះផុតគឺដល់ផ្ទះសេដ្ឋីនោះហើយចាំបងដើរទៅតាមក្រោយបាទបងបញ្ញាប់មកបដូរខ្ញុំឲ្យលឿនផងណាធ្ងន់ណាស់កាលបើឃើញនីតូចដើរឃ្លាតឆ្ងាយពីខ្លួនហើយបរោះជីបងក៏បានរត់ត្រឡប់ក្រោយយ៉ាងលឿនចោលនីតូចដើរនៅក្នុងព្រៃតែម្នាក់ឯង